ផ្ដើមចេញពីការធ្វើដំណើរចេញពីផ្ទះទៅហើយឥឡូវក៏បានទៅតាមផ្លូវហើយទៅដល់ហើយអ្នកគ្នានេះនៅមាត់ទន្លេយើងហ្នឹងហើយសៀមមាត់ទន្លេមកក្បែរព្រះបរមរាជវាំងយើងហ្នឹងហើយអ្នកគ្នាឃើញគេលក់ដាច់អីចឹងទៅយើងក៏ចង់លក់ដែរហើយក៏បានទៅលក់គេដែរអ្នកគ្នាដឹងលក់អីគេលក់ក៏ភ្លើងបាញ់ទឹកហើយនឹងធុងបាញ់ទឹកអ្នកគ្នាធំមែនតើគឺចំណុះ3000 ml ស្មើ3លីត្រហើយនឹងចំណុះ5លីត្របានសិនជាអ្នកនេះឃើញអ្នកនេះអាចជួយទិញខ្ញុំបានហើយទិញយកទៅលេងទៅមានអីទេគឺសប្បាយទាំងអស់គ្នាហើយអ្នកគ្នាថ្ងៃនេះថ្ងៃសៅរ៍ទី5ខែ4ខែមេសានៅឆ្នាំ2025គឺមនុស្សអ៊ូអរមែនតើតាំងពីគេបានធ្វើការបិទផ្លូវរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺគេបិទផ្លូវត្រង់ចំណុចមុខព្រះបរមរាជវាំងរហូតមកដល់ផ្សាររាត្រីយើងនេះហើយចឹងទៅអត់មានម៉ូតូឆ្លងកាត់ទេហើយចឹងមានតែអ្នកដំណើរថ្មើរជើងហើយអ្នកមកលេងហើយក៏និយាយវែងឆ្ងាយអ្នកគ្នាឥឡូវបើកវងកញ្ចក់មើលក្រុមអូននេះឥឡូវហួសបាត់ហើយអ្នកគ្នាគាត់បំបាញ់មិញហ្នឹងគឺគាត់ចាក់ក្បាច់ក្រុមគាត់ស្ទាវអញ្ចឹងណាហើយគាត់ជាក្រុមយុវជនដែរអញ្ចឹងគាត់ចាក់ក្បាច់ដើម្បីបង្ហាញនៅភាពអស្ចារ្យរបស់គាត់ហើយប៉ុន្តែល្អមែនតើអ្នកគ្នាបើសិនជាយុវជនខ្មែរយើងគាត់មានអ្វីពិសេសរៀងៗខ្លួនហ្នឹងគាត់បង្ហាញទៅទស្សនិកជនបង្ហាញទៅពិភពលោកឲ្យគេឃើញគេស្គាល់អាហ្នឹងក៏ជាមោទនភាពមួយដែរហើយអ្នកគ្នាឥឡូវយើងវិលទៅណាឥឡូវមកដល់យប់ហើយអ្នកគ្នាយប់ម៉ោងប្រហែលជា6កន្លះទៅ7អីហ្នឹងមនុស្សដើរច្រើនមែនតែនមានចាស់មានក្មេងហើយពន្លឺនៃអំពូលភ្លើងអំពូលហើយភ្លើងពណ៌ផ្សេងចម្រុះអញ្ចឹងទៅវាចាំងផ្លាតអ្នកគ្នាដូចឃើញក្នុងទូរស័ព្ទហ្នឹងមាន Q ក្រហមលឿងគឺស្អាតមែនតែនហើយជួបជុំគ្នាថាសប្បាយនឹងរកអីប្រៀបនិយាយមិនបានទេអ្នកគ្នាអញ្ចឹងមិនថានៅប្រទេសខ្មែរយើងគឺសប្បាយត្រង់រដូវបុណ្យទានអញ្ចឹងគឺមនុស្សចូលចិត្តដើរលេងជុំគ្នាអញ្ចឹងទៅមានពួកម៉ាក់នាំពួកម៉ាក់មានបងប្អូននាំគ្រួសារដើរលេងជុំគ្នាអញ្ចឹងទៅហើយទិញអីញ៉ាំជុំគ្នាគឺសប្បាយរីករាយមែនតើហើយមិនត្រឹមថាមានតែខ្មែរយើងទេអ្នកគ្នាមានទាំងបរទេសក៏មកដែរព្រោះប្រទេសយើងឥឡូវគេមានអ្នកសបផ្សាយច្រើនដល់ពេលអញ្ចឹងគេដឹងគេស្គាល់ពីវប្បធម៌អំពីប្រពៃណីយើងដឹងថាបុណ្យខែណារដូវបុណ្យខែណាឆ្នាំអីចឹងណាអញ្ចឹងទៅបរទេសក៏គេដឹងក៏គេមកលេងដែរអ្នកគ្នាមិនមានតែខ្មែរមានចម្រុះមានបរទេសនឹងចម្រុះទូទាំងពិភពលោក